ជ្រក់តាពាំងឆាជាមួយនឹងស្លឹកម្រះព្រៅរសជាតិបែបរៀងប្រៃផ្អែមជូរតិចតិចចេញពីតាពាំងរបស់យើងផងហើយជាពិសេសឈ្ងុយចេញពីស្លឹកម្រះព្រៅនិងខ្ទឹមសម្ទេសយើងឆាជាមួយនឹងទៀតបងប្អូនអើយនិយាយពីថារសជាតិហ្នឹងគឺត្រូវគ្នាមែនទែនញ៉ាំទៅឆ្ងាញ់ណាស់ហើយសម្រាប់ការធ្វើរបស់ខ្ញុំជាដំបូងគឺខ្ញុំប្រើជាមួយនឹងខ្ទឹមសហើយនិងម្ទេសនេះមកបុកបញ្ចូលគ្នាសិនចំពោះខ្ទឹមសបងប្អូនកុំបកសបកវាអស់អីយើងដាក់តិចតិចអញ្ចឹងมันមានក្លិនឈ្ងុយបន្ទាប់ពីខ្ញុំបុកខ្ទឹមសហើយនិងម្ទេសនេះបានរួចរាល់ហើយខ្ញុំទុកវាមួយឡែកសិនងាកមកស្រោះជាមួយនឹងគ្រឿងក្នុងជ្រូកសិនណាបងប្អូនរយៈពេលនៃការស្រោះរបស់ខ្ញុំនេះប្រើពេល1នាទីពេលដែលខ្ញុំស្រោះរួចហើយខ្ញុំស្រង់វាទុកមួយឡែកសិនងាកមកឆាជាមួយនឹងសាច់3ជាន់ដើម្បីឲ្យវាចេញជាខ្លាញ់សាច់3ជាន់នេះគឺខ្ញុំលេងវាតតែវាឡើងក្រៀមបន្តិចសិនណាបងប្អូនពេលដែលវាឡើងក្រៀមប៉ុណ្ណឹងហើយគឺយើងអាចដាក់ខ្ទឹមសនិងម្ទេសដែលយើងបុកមិញហ្នឹងចូលទៅឆាជាមួយគ្នាតែម្ដងគឺយើងឆាចោះឆាឡើងតតែខ្ទឹមហើយនិងម្ទេសនេះវាឡើងក្លិនឈ្ងុយខ្លាំងសិនណាបានខ្ញុំចាក់ជាមួយនឹងគ្រឿងក្នុងហ្នឹងឆាជាមួយគ្នាម្សៅទៀតយើងឆាប្រហែលជា4ទៅ5ត្រឡប់អីសិនទៅបានខ្ញុំដាក់ទឹកត្រីចូលទឹកប្រេងខ្យងហើយនិងទឹកស៊ីអ៊ីវសម្រាប់ឆាបន្ទាប់មកទៀតគឺខ្ញុំថែមជាមួយនឹងប៊ីចេងហ្នឹងបន្តិចម្សៅស៊ុបបន្តិចហើយស្ករហ្នឹង1ស្លាបព្រាកាហ្វេកន្លះពេលដែលខ្ញុំដាក់គ្រឿងក្រៅនេះរួចរាល់អស់ហើយគឺខ្ញុំចាប់ដើមឆាច្របល់វាចោះឡើងម្សៅទៀតទៅដើម្បីឲ្យសាច់ហើយនិងគ្រឿងដែលយើងដាក់មិញហ្នឹងវាឆាប់បញ្ចូលជាតិបានល្អរយៈពេលនៃការឆាសាច់និងគ្រឿងក្រៅទាំងអស់នេះខ្ទង់ប្រហែលជា4ទៅ5នាទីអីទេសាច់របស់យើងកំឡុងពណ៌ស្អាតនិយាយពីថាក្លិនវិញគឺឈ្ងុយខ្លាំងមែនទែនបងប្អូនបន្ទាប់ពីខ្ញុំឆាគ្រឿងក្រៅទាំងអស់នេះត្រូវរសជាតិដែលខ្ញុំចង់បានហើយគឺគ្រាន់តែយើងដាក់តាពាំងចូលឆាវាត្រឡប់ចុះត្រឡប់ឡើងម្សៅទៀតចំពោះជ្រក់តាពាំងបងប្អូនគួរតែទិញជ្រក់ណាដែលគេធ្វើឲ្យថ្មីទៅឆាញ៉ាំឆ្ងាញ់បើសិនយើងទិញចំប៉ះជ្រក់ណាដែលគេធ្វើទុកយូរគឺសាច់តាពាំងនឹងដឹងតែប្រៃខ្លាំងហើយអញ្ចឹងហើយបើសិនយើងទិញប៉ះជាមួយនឹងជ្រក់តាពាំងដែលគេត្រាំយូរពេកបងប្អូនគួរតែលាងឲ្យច្រើនទឹកបន្តិចទៅដើម្បីឲ្យជ្រក់តាពាំងនេះវាអស់ជាតិប្រៃខ្លះបើសិនជាបងប្អូនទិញប៉ះជាមួយនឹងតាពាំងដែលគេធ្វើថ្មីដូចខ្ញុំចាឆាមកដឹងតែញ៉ាំឆ្ងាញ់ហើយចាឥឡូវនេះបន្ទាប់ពីខ្ញុំឆាជ្រក់តាពាំងនឹងចូលសពជាមួយនឹងសាច់បានល្អហើយគ្រាន់តែយើងបង់ជាមួយនឹងស្លឹកម្រះព្រៅគឺរួចរាល់ជាការស្រេចចេះពីថាក្លិនពេលដែលយើងបង់ជាមួយនឹងស្លឹកម្រះព្រៅចូលគឺក្លិនឈ្ងុយខ្លាំងមែនទែនគូផ្សំជាមួយនឹងជ្រក់តាពាំងរបស់យើងនឹងក៏មានក្លិនឈ្ងុយមានជាតិជូរតិចតិចឆាត្រូវបែបរៀងប្រៃផ្អែមទៀតណាគឺញ៉ាំឆ្ងាញ់ណាស់បងប្អូនចឹងហើយសម្រាប់មីមុខនេះបើសិនជាបងប្អូនសាកធ្វើធានាឲ្យថាដឹងតែជាប់ចិត្តហើយរសជាតិនឹងគឺឆ្ងាញ់ខ្លាំងណាស់ចាឥឡូវនេះការបង្ហាញមុខម្ហូបរបស់ខ្ញុំក៏បានធ្វើរួចរាល់អស់ហើយបើសិនជាបងប្អូនថ្ងៃហ្នឹងអត់ដឹងថាធ្វើអីញ៉ាំជុំគ្រួសារទេកុំភ្លេចសាកមីមុខនេះបានណាថ្ងៃស្អែកយើងជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងមុខម្ហូបថ្មីអរគុណ